Anh chụp chụp bức màn bằng cồn ở kia ngàyนี้trong bằng hai vì một hộp sầm lò và cổ mà bà chân sầm phu và lá dân miền chùm rau bà dân xong miền lại chùm rau máu tì mà chơi là hồng nào lập mà rôm mà năng ngày hay sầm nạp tới hay năng sạch ruột mà đây dân do train đánh hay sạch ruột dân do chân trong này ruột rừng xóm dân miền co lính mà bị chén rồi đi sco tập tây và học mà bình song hay năng cái đường này dường bàn bọc rồi hạt rồi vào hỏi chắc là xong bụng mà bọc bột đó kia đi tôi sẽ cam phiền bắt tàu đôi tàu tới rồi nhưng đã cho năng đó rồi hỏi cái ghẻ đã khăn chụp chỗ thì mới đã bọc chỗ cô đại hay là doanh nghiệp chọn tất cả đã bọc chỗ một bà đã không phải lên cô gì mà đãคืนโชว์มาเครื่องสมัครเครื่องโกเยอะสอบจมูกประคบดีงวยมาเครื่องđã đầm rầm bằngเครื่องnhư tiền nó dần cực khai chạy cây xài chỗ cà khô mà lưng rầm rầm tray sạch chỗ rồi hái những cái cái tray chỗ chỗ đó tray hái dương ai đặt ruột đi năm chỗ phần làm xanh đi hái âm bờ tích bàn này nhưng mà sập ra âm bờ trần thế cho nên có cái thầy chân nổi chia chân nổi âm bờ cô vì mất cô sọp sạch cái đường trôi lò một tray sạch đó đọc bìm vào hái đặt score bị chén xin lỗi bị chén cô này cô và to cô gì nó chỗ cho mình sạch tray này trong chân này chỗ những bạn đã cái chỗ chuyện chỗ này háo bạn đã thường làm lắm tóm mắt phương cả đã ở thị đông chỗ cả chỗ chỗ
បាទទីដងនេះយើងទាំងចុងទាំងដើមទិញអាចទិញនៅផ្សារកិនហើយ2000រៀលបាទតោះមកយើងធ្វើការថែមទឹកអាចមកសំប្រមាណជាមួយត្រីសាច់បន្លែដែលយើងដាក់បន្តទៀតនឹងអញ្ចឹងទីទៀតនេះយើងធ្វើការដាក់ថែមទឹក2ចានគោមហើយអាចពាក់កណ្ដាលឆ្នាំងថែមទឹកមកទឹកនេះអាចស្មានមើលថាវាសមល្មមបាទជាមួយបន្លែត្រីសាច់ដែលខ្ញុំជំរាបខាងដើមកន្លះចានទៀតបាទប៉ុណ្ណឹងមកហើយយើងអាចធ្វើការក្របទុកចោលឲ្យវាពុះបាទពុះល្អបានយើងអាចធ្វើការដាក់បន្លែចូលបាទឥឡូវពុះល្អហើយយើងធ្វើការដាក់បន្លែចូលហើយបាទឥឡូវនេះយើងមកងាស់ផុយហើយសម្រាប់ត្រីនិងឆ្អឹងជំនីជ្រូកឥឡូវយើងធ្វើការដាក់បន្លែចូលពុកម៉ែបងប្អូនអរគ្នាចឹងសម្រាប់បន្លែយើងដាក់បន្លែរឹងចូលមុនបាទខ្ញុំមានល្ពៅបាទចម្រុះបន្លែចម្រុះល្ហុងខ្នោត្រប់ឥឡូវគឺដាក់បន្លែរឹងចូលមុនបាទឥឡូវមានខ្នោមានបាទល្ពៅមានចេកបាទចឹងដាក់បន្លែមកបន្លែរឹងចូលមុនបន្លែរឹងចូលហើយយើងធ្វើការកូរវាសិនបាទលើយើងដាក់យ៉ាងខ្លាំងមកល្មមការដាក់បន្លែស្លឹកចូលបាទចំពោះបន្លែច្រើនតែដល់ពេលវាពុះហើយវាស្ទប់វាទ្រោកចុះហើយប៉ុណ្ណោះបន្លែបេតងតទៅដាក់បន្លែនេះកូរវាចូលចិត្តគ្នាអញ្ចឹងអាចបង្ងាស់បានពុះភាសាទៀតវាអាចផុយល្អបន្លែសម្រាប់បន្លែខ្ញុំនឹងឌុបដាក់ចានសម្រាប់សវណ្ណភាពសម្លមុខនេះជូនដល់បងប្អូនទស្សនាទាំងអស់គ្នាបន្តពីនេះដាក់បន្លែហើយយើងធ្វើការដាក់អង្ករលីងចូលបាទមិញភ្លេចបាទអង្ករលីងបាទអង្ករលីងយើងអាចដាក់ចុងក្រោយគេក៏បានដែរសម្រាប់មុខម្ហូបមួយមុខនេះឬយើងអាចដាក់ជាមួយគោជាមួយសាច់និងសាច់ត្រីហើយនិងសាច់សម្រាប់គ្រឿងគោគ្រឿងដំបូងក៏បានដែរអាហ្នឹងគឺអាស្រ័យទៅលើពុកម៉ែបងប្អូនក្នុងការដាក់បាទអញ្ចឹងបន្ទាប់ពីដាក់អង្ករលីងហើយយើងចំពោះបន្លែនេះបើចង់ឲ្យទន់ល្អយើងលួចព្រោះថាអ្នកខ្លះគេដាក់ចំណុះខ្លាញ់បាទចំណុះខ្លាញ់ជ្រូកតែយើងអត់មានចំណុះខ្លាញ់យើងអាចដាក់ប្រេងខ្យងបន្តិចសម្រាប់ធ្វើឲ្យបន្លែទន់ល្អបាទចំពោះមុខម្ហូបនេះរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើតែសំខាន់ពុកម៉ែបងប្អូនអស់ក្នុងការផ្សំគ្រឿងនិងបេះបន្លែសម្រាប់សម្លនេះងាយស្រួលធ្វើមែនតែនសម្រាប់មួយមុខនេះបាទអញ្ចឹងពុកម៉ែបងប្អូនអាចទំនេរអាចរៀនធ្វើសម្រាប់មុខម្ហូបមួយមុខនេះក្នុងការសោះស្រូបជួបជុំក្រុមគ្រួសារសម្រាប់អាហារថ្ងៃត្រង់បាទហើយពុកម៉ែបងប្អូនទាំងអស់គ្នាសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបាននិយាយទស្សនាសម្រាប់មុខម្ហូបមួយមុខនេះតាំងពីដើមរហូតដល់ចប់បាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អបាទរកទទួលទានមានបានជោគជ័យគ្រប់ភារកិច្ចទាំងអស់សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ like និង share ហើយ subscribe នៅ channel របស់ខ្ញុំផងបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូធ្វើម្ហូបបន្តបាទសូម